រឿងភ្លើងស្នេហ៍ក្នុងគំនុំសងសឹកភាគទី3លុះដល់ពេលព្រឹកឡើងលោកសិទ្ធិសនក៏បានចេញទៅធ្វើការដោយធម្មតាប៉ុន្តែទឹកមុខភរិយារបស់គាត់មិនសូវជាសប្បាយចិត្តនោះទេរីឯកូនស្រីរបស់គាត់វិញកំពុងតែមើលបម្រើមើលថែសួននៅមុខផ្ទះខណៈពេលនោះគេបានក្រឡេកឃើញលោកឪពុករបស់គេក៏បាននិយាយថាលោកឪពុកអញ្ចឹងទៅធ្វើការឲ្យតើមែនទេពេលនោះពុករបស់គេក៏បាននិយាយថាពិតមែនហើយកូននៅផ្ទះមើលការខុសត្រូវទូទៅផងណាតែល្ងាចបានពុកត្រឡប់មកវិញពេលនោះនាងឆ្លើយចំណែកឯភរិយារបស់គាត់មិនស្ដីអ្វីសំបីតែមួយម៉ាត់ប៉ុន្តែគាត់វិញក៏មិនខ្ចីទាំងមើលមុខភរិយារបស់គាត់ដែរពីជាការពិតណាស់ថ្ងៃនេះលោកថកែសនបានទៅជួបនឹងស្ត្រីមេម៉ាយម្នាក់ដែលមានអាយុមិនលើសពីកូនគាត់ប៉ុន្មាននោះទេនេះសបញ្ជាក់ឲ្យឃើញថារូបគាត់ចាស់មែនប៉ុន្តែគាត់នៅតែមានចរិតស្រីញីអូនបងហើយតាំងពីដើមមកគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តណាស់អារឿងស្រីស្រានិងការរកស៊ីកេងប្រវ័ញ្ចភរិយារបស់គាត់បានដឹងច្បាស់ណាស់ហើយពេលនេះគាត់ក៏មកលងស្នេហ៍ជាមួយនឹងអ្នកមេម៉ាយវ័យក្មេងនេះទៅវិញចំណែកឯអ្នកមេម៉ាយនេះវិញការរកស៊ីរបស់នាងពិតជាពូកែខ្លាំងណាស់ហើយក៏មានកំឡោះជាច្រើនតាមតាក់ទាញនាងណាស់ដែរប៉ុន្តែនាងមិនដែលយកភ្នែកមើលនោះទេព្រោះថានាងគឺជាស្ត្រីម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភសល់ពីខ្មោចប្តីរបស់នាងហើយការរកស៊ីរបស់នាងក៏ប្រកែណាស់អ្វីដែលនាងមានទំនាក់ទំនងជាមួយនឹងគឺដើម្បីតែការរកស៊ីតែប៉ុណ្ណោះប៉ុន្តែថកែសនមិនធ្វើដូច្នោះទេតែងតែគិតចង់ប្រេះផ្ដាស់ប៉ុន្តែស្ត្រីម្នាក់នេះវិញតែងតែរកលេសដើម្បីមុខជំនួញជួញប្រែរបស់នាងធ្វើទៅបានយ៉ាងរលូនបើមិនដូច្នេះទេមុខជំនួញរបស់នាងនីមួយៗប្រកបណាស់ជួបហានិភ័យដូចជាចោរក្មួយជាមិនខានមានតែអ្នកធំអ្នកតូចនោះទេតើបអាចស្នាក់អាស្រ័យឬក៏ពាក់បានដូច្នេះនាងត្រូវតែព្យាយាមស្និទ្ធស្នាលជាមួយនឹងមន្ត្រីធំយកធ្វើជាខ្នងបង្អែកត្រីម្នាក់នេះស្អាតវៃឆ្លាតពូកែរកស៊ីនាងមិនអាចធ្វើឲ្យមានទំនាស់ទើសទែងជាមួយអ្នកណាម្នាក់ឡើយចំណែកលោកតកែសនវិញបែរទៅជាមានចិត្តលើនាងប៉ុន្តែនាងវិញមិនមានចិត្តលើតកែសននោះទេនាងព្យាយាមប្រែក្លាយទំនាក់ទំនងនោះទៅជាធម្មតាទៅប៉ុណ្ណោះព្រោះនាងបានដឹងច្បាស់ណាស់លោកតកែសនមានប្រពន្ធនិងមានកូនហើយនាងមិនអាចធ្វើរឿងមិនគប្បីចំពោះភរិយារបស់គេនោះឡើយបន្ទាប់ពីលោកសេដ្ឋីសនបានជួបជាមួយនឹងស្ត្រីមេម៉ាយនោះរួចគាត់ក៏បានទៅប្រជុំជាមួយនឹងកូនចៅរបស់គាត់ជាច្រើនទៀតដើម្បីរកដំណោះស្រាយនានានៅក្នុងភូមិរបស់គាត់ហើយនឹងការរកស៊ីផ្សេងទៀតនិយាយពីតែពីរនាងប្រៀបដូចជាបញ្ចពិតកល្យាណីអញ្ចឹងនាងនៅផ្ទះមិនដែលទំនេរនោះទេនាងមានមុខជំនាញតម្បាញយ៉ាងស្ទាត់ជំនាញនាងត្បាញក្រណាត់ហលផាមួងគ្រប់បែបយ៉ាងនាងតែងបង្រៀនអ្នកបម្រើនៅក្នុងផ្ទះឲ្យចេះធ្វើកិច្ចការទាំងអស់នេះគ្រប់គ្នានេះនាងបានបន្តវេនពីម្ដាយរបស់នាងត្រឹមតែប៉ុណ្ណោះផ្នែកជំនាញខាងដាំដុះក៏នាងពូកែណាស់ដែរនាងបានបង្រៀនឲ្យអ្នកបម្រើចេះដាំដុះដំណាំផ្សេងដើម្បីទុកហូបខ្លួនឯងហើយនឹងយកទៅលក់ថែមទៀតផងចំណែកឯទីផ្សាររបស់នាងវិញមិនមែនតែនៅក្នុងស្រុកទេគឺអាចយកចេញទៅក្រៅស្រុកថែមទៀតផងបន្លែរបស់នាងពិតជាល្អខ្លាំងណាស់អ្នកបម្រើចេះធ្វើកិច្ចការនេះក៏ដោយសារតែនាងដែរនាងបានសិក្សាស្វែងយល់អំពីការដាំដុះដំណាំផ្សេងគ្រប់មុខបាននិយាយពីជំនាញស្ត្រីមេផ្ទះទេ2គឺលេខ1តែម្ដងអាចគ្រប់គ្រងផ្នែកខាងដាំដុះបន្លែផ្លែឈើគ្រប់មុខអាចលក់ចេញលក់ចូលគ្រប់ទីកន្លែងហើយម្យ៉ាងទៀតនាងក៏មានជំនាញខាងជ្រលក់ពណ៌ក្រណាត់ដែរថ្ងៃនេះអ្នកបម្រើបានជ្រលក់ពណ៌និងរៀបចំប័ណ្ណសម្រាប់យកចេញនាងបានប្រាប់ទៅអ្នកម្ដាយរបស់នាងថាថ្ងៃនេះត្រូវរៀបចំក្រណាត់រាប់រយcâyដើម្បីយកចេញទៅលក់នៅស្រុកចិនព្រោះថាខាងចិនបានកម្មង់ក្រណាត់យើងច្រើនខ្លាំងណាស់ចំណែកបន្លែផ្លែឈើក៏ដូចគ្នាដែរយើងក៏នាំចេញទៅបានដូចគ្នានៅពេលនោះដែរម្ដាយរបស់នាងពិតជាមានចិត្តត្រេកអរខ្លាំងណាស់ព្រោះថាគាត់ត្រឹមតែជាអ្នកដុសធម្មតាតែប៉ុណ្ណោះតែចំពោះកូនស្រីវិញគឺមានជំនាញដ៏ពិសេសមិនត្រឹមតែអាចកត់គង់នៅក្នុងគ្រួសារក្នុងសហគមន៍នោះទេថែមទាំងអាចយកទៅលក់នៅក្រៅប្រទេសថែមទៀតផងគាត់ពិតជាសប្បាយចិត្តរហូតដល់ផ្លិចទុកសោកទាំងឡាយកាលពីយប់មិញរឿងរបស់ប្តីគាត់ទៅទៀតហើយពីរឿងទេពីវិញឥឡូវនេះដល់អ្នកកំឡោះរបស់យើងវិបុលវិញគេកំពុងតែវឹកហាត់ក្បាច់គុណឥឡូវនេះក្បាច់គុណរបស់គេឡើងដល់កម្រិតកំពូលហើយចំណែកឯការវឹកហាត់ជិះសេះរបស់គេក៏ប្រកែណាស់ដែរហើយអក្សរសាស្ត្រវិញវិបុលគឺលេខ1តែម្ដងពេលនោះលោកគ្រូរបស់គេក៏បាននិយាយទៅកាន់សិស្សទាំងអស់គ្នាថាបន្តិចទៀតនេះព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងរបស់យើងកំពុងតែត្រូវការកងទ័ពអ្នកក្លាហានទាំងអស់ព្រោះអីពេលនេះសត្រូវឈ្លានពានកំពុងតែឈ្លានពានមកលើទឹកដីយើងខ្លាំងណាស់គេត្រូវការកងទ័ពជាច្រើន
តើពួកយើងស្ម័គ្រចិត្តទៅដែរឬទេពេលនោះអ្នកកំឡោះរបស់យើងទាំងអស់គ្នាក៏បាននិយាយថាលោកគ្រូពួកខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តទៅបម្រើជាតិព្រោះថាពេលនេះខ្ញុំបានរៀនចប់មុនវិជ្ជាការអីសពគ្រប់ហើយរងចាំតែឱកាសចូលបម្រើជាតិតែប៉ុណ្ណោះពេលនោះលោកគ្រូរបស់គេបានសប្បាយចិត្តខ្លាំងណាស់ថាគាត់ពិតជាមានមោទនភាពចំពោះសិស្សៗទាំងអស់គ្នាពេលនេះពួកឯងរៀបចំខ្លួនចោះអាទិត្យក្រោយយើងនឹងចេញដំណើរខណៈពេលនោះដែរពួកគេទាំងអស់គ្នាក៏បានជម្រាបលាលោកគ្រូរបស់គេដើម្បីទៅរៀបចំខ្លួនត្រៀមចេញស្លេចពីត្រឹមនោះមកវិបុលកំពុងតែកើតទុកថាមិនទាន់បានសងសឹកជាមួយនឹងទេពីផងពេលនោះឪពុកម្ដាយរបស់គេក៏បាននិយាយថាកូនប្រុសមិនគួរសងសឹកនោះទេបំភ្លេចចោលចោះរឿងនេះទុកឲ្យកម្មជាអ្នកផ្ដន្ទាអ្នកដែលបានធ្វើខុសទៅចោះគ្រួសារយើងមានក្តីសុខហើយកុំទៅអំពាល់ទុកទៀតពេលនោះគេក៏បានជម្រាបលាឪពុកម្ដាយរបស់គេដើម្បីចូលរាជធានីឪពុកម្ដាយរបស់គេបានឲ្យពោហូហែដើម្បីឲ្យកូននឹងបានសេចក្តីសុខពេលនេះវិបុលនិងមិត្តភ័ក្តិរបស់គេជាច្រើនបាននាំគ្នាចាក់ចែងពីភូមិកំណើតដើម្បីទៅរាជធានីទទួលកាលស្ដេចដើម្បីចូលបម្រើការងារហើយលោកគ្រូរបស់គេក៏បានជូនដំណើរដែរបន្ទាប់មកពួកគេក៏បានឡើងជិះសេះដើម្បីចេញដំណើរតែម្ដងពួកគេព្យាយាមរូតរះស្រូតទៅដល់រាជធានីទាំងសប្បាយរីករាយថ្ងៃនេះពួកគេបានចូលកាលដល់ស្ដេចមិននឹងចូលកាលដល់ស្ដេចនោះពួកគេបានវឹកហាត់បន្ថែមជាច្រើនថ្ងៃពេលនេះស្ដេចក៏បានតែងតាំងឲ្យពួកគេបានចេញច្បាំងបើសិនជាច្បាំងលើកនេះបានជោគជ័យអ្នកនោះនឹងក្លាយទៅជាមេទ័ពដល់ក្លាហានប្រចាំរាជធានីតែម្ដងតែពីថ្វាយបង្គំស្ដេចរួចហើយពួកគេក៏បានចាក់ចេញទៅពេលនេះនៅក្នុងសមរភូមិពិតជាស្វិតស្វាញខ្លាំងណាស់ពួកគេពិតជាប្រឹងប្រែងតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីយកជ័យជំនះពួកចៅឈ្លានពានទាំងឡាយពេលដែលចូលមកហើយត្រូវបានពួកគេកំចាត់ចេញគ្មានសល់សូម្បីតែម្នាក់ទីបំផុតពួកគេក៏បានយកជ័យជំនះគ្រប់គ្នាហើយក៏ត្រឡប់មកវិញនៅពេលនោះដែរព្រះអង្គក៏បានតែងតាំងឲ្យវិបុលក្លាយទៅជាលោកមហាសេនាដែលមានមុខតំណែងធំជាងគេនៅក្នុងរាជវាំងពេលនោះមិត្តភ័ក្តិរបស់គេក៏ដូចគ្នាដែរបានទទួលតំណែងរៀងៗខ្លួនពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ហើយពេលនេះពួកគេក៏បានរៀបចំខ្លួនដើម្បីចេញទៅស្រុកកំណើតរបស់គេវិញព្រោះថាគេមានការនឹករលឹកដល់ឪពុកម្ដាយដែលចាស់ជរាហើយនឹងបងប្អូនចិត្តឆ្ងាយខ្លាំងណាស់ចាំមើលពេលដែលគេចេញទៅដល់ក្នុងភូមិស្រុកគេវិញនឹងមានរឿងរ៉ាវអ្វីកើតឡើងសូមរងចាំទស្សនាភាគបន្ត